មេសតុំបបួលមកធ្វើបបរសើមជោគញ៉ាំបបរនេះគេដាក់នៅតាមតុកានៅពេលដែលហាយជំនួនហើយអាហារពេលព្រឹកគេបបរសើមជោគនេះឯងមករយៈនេះខានឡើងតុកាយូរអញ្ចឹងនឹកឃើញបបរហ្នឹងគឺធ្វើញ៉ាំហ្មងទៅគ្រឿងផ្សំហ្នឹងគឺខ្ញុំមានបកាបន្តិចមានហ៊ុនមានសាច់ត្រីខ្ញុំហាន់ស្ពតះស្ដើងមានសាច់ជ្រូកដែលម៉ាក់ខ្ញុំចិញ្ច្រាំវាយជាមួយនឹងគ្រឿងឲ្យវាបានស្អិតនេះទិញមកពីផ្សារលាងឲ្យស្អាតធំខ្ញុំពុះជាពីរតូចយើងដាក់ទាំងមូលទៅមានសណ្តែកបដោះទុកញ៉ាំនៅពេលដែលបបរឆ្អិនទេយើងលាងទឹកឲ្យស្អាតហើយដាក់ក្លាសេទៅមានប៉ាតេហើយនឹងប្រហិតហ្នឹងខ្ញុំទិញគេស្រាប់ទេណាគេមានលីគ្រឿងឡែមហើយអញ្ចឹងយកមកដោះចៀនយកមកមានហៃប៊ីយឺហឺហើយនឹងឆៃពៅមានលឹកខ្ទឹមមានខ្ញីហើយនឹងជីរណាឬក៏ជីស្លឹកវែងនេះយើងហាន់ល្អិតបបរនេះសាច់ហើយនឹងគ្រឿងផ្សំរៀងច្រើនបន្តិចអញ្ចេះបញ្ចុះប៉ុន្តែឆ្ងាញ់មែនតើប៊ីផ្លិចថតផ្សិតខ្មៅត្រាំទឹកឲ្យរីកហើយយើងចិតវាចំណិតចឹងមកដំបូងនេះដាក់ដាំទឹកសិនដាក់មកល្មមយើងធ្វើបបរប៉ុណ្ណាចឹងណាហើយនេះគឺឆ្អឹងផាលយើងយកមករងាស់យកជាតិនៅពេលដែលទឹកចាប់ផ្ដើមក្តៅហុយហ្នឹងគឺខ្ញុំបង់ហើយប៊ីយឺហឺជាមួយនឹងឆៃពៅចូលបិទគម្របទុកចោលមួយសន្ទុះទៅទឹកចាប់ផ្ដើមពុះគឺម៉ាក់ខ្ញុំគាត់បង់ឆ្អឹងផាលពីរនឹងចូលដើម្បីយកជាតិហ៊ុនក៏ដាក់ទៅមួយគ្នាដែរពពុះដែលនៅខាងលើហ្នឹងចង់ដងចេញក៏បានមិនដងក៏បានដែរព្រោះថាយើងដាក់គ្រឿងដៃមួយស្ទុះទៀតវាមានពពុះមកទៀតហើយចាំដងសរុបក៏បានដែរតែខ្ញុំត្រឡប់លពឹសដៃពេលដែលទឹកចាប់ផ្ដើមពុះព្រិចតិចហ្នឹងគឺម៉ាក់ខ្ញុំគាត់លុញសាច់ជ្រូកដែលវាយជាមួយនឹងគ្រឿងណាហើយដាក់ស្លឹកខ្ទឹមលុញតូចវាយឲ្យវាស្អិតចាំដាក់នេះគឺម៉ាក់ខ្ញុំគាត់វាយអត់សូវស្អិតហ្មងទេអញ្ចឹងយើងលុញបងហើយបន្ទាប់មកដាក់ផ្សិតតាមពិតទៅផ្សិតនេះគេដាក់តាំងពីមុនដំបូងតែខ្ញុំភ្លេចអញ្ចឹងទៅក៏បងនៅពេលក្រោយវិញទុកទឹកយើងរងាស់នឹងចោលម្លាយទៅចាប់ដើមមកឆាអង្គដំបូងនេះគឺដាក់ខ្លាញ់ចូលក្នុងខ្ទះចាក់ខ្ទឹមសចិញ្ច្រាំចូលឆាយឡើងពងកន្លាតឡើងឈ្ងុយបែបនេះយើងស្រង់ចេញខ្លះស្រង់នឹងទុកខ្ទឹមពោនេះញ៉ាំជាមួយនឹងបបរពេលឆ្អិនសល់ខ្ទឹមតិចនឹងខ្លាញ់នៅហ្នឹងម៉ាក់ខ្ញុំគាត់ដាក់ស្លឹកខ្ទឹមវិញបន្ថែមឆាវាឲ្យឈ្ងុយបន្តិចមកបន្ទាប់មកចាក់អង្ករចូលអង្ករហ្នឹងមុននឹងយកមកឆាហ្នឹងខ្ញុំបានលាងវាពី3ទឹកហើយលាងដូចយើងដាំបាយអញ្ចឹងណាឆាវាមើលតាមមកសពពហើយចាប់ផ្ដើមថែមគ្រឿងដាក់ទឹកត្រីបន្តិចម្សៅស៊ុបបន្តិចរសជាតិគឺយើងដាក់មកល្មមទៅបានហើយកុំឲ្យវាប្រៃខ្លាំងពេកដាក់គ្រឿងហើយយើងឆាអង្ករនឹងឲ្យបានស្ងួតប៉ុណ្ណឹងទៅគឺបានហើយឆាហើយទុកម្លាយសិនទៅកលេចមកមើលទឹកស៊ុបអំប័រយើងវិញគឺក្លិនឈ្ងុយមែនតែនហ៊ុនដែលដាក់ទៅហ្នឹងឆ្អិនឲ្យស្រង់ចេញហើយចាក់អង្ករចូលហ៊ុនហ្នឹងយើងស្រង់ចេញទុកឲ្យត្រជាក់ឲ្យហាន់វាដុំតូចល្មមអញ្ចឹងណាដាក់អង្ករចូលហើយយើងបើកភ្លើងឲ្យវាពុះព្រិចតិចទៀតទៅបន្ទាប់មកគឺទឹកពុះគឺចាប់ផ្ដើមថែមគ្រឿងដាក់ទឹកត្រីស្ករប៊ីចេងម្សៅស៊ុបរសជាតិគឺយើងដាក់ទៅតាមចំណង់ចំណូលចិត្តណាបន្ទាប់ពីបង់គ្រឿងហើយយើងកូរឲ្យសព្វទៅបន្ទាប់មកគឺចាប់ផ្ដើមបង់សាច់ត្រីតាមពិតទៅសាច់ត្រីនេះបើចង់ឲ្យវានៅដុំស្អាតអត់ស្ើបែកចេញពីគ្នាហ្នឹងនៅពេលដែលចិត្តលើកចាំបង់ក៏បានដែរបង់មុនចេះពុះតែបន្តិចហ្នឹងបែកសាច់ត្រីចេញពីគ្នាអស់អញ្ចឹងបើសិនជាបងប្អូនធ្វើខ្ញុំរីខមមិនឲ្យបង់ផ្សិតបង់អីឲ្យពុះឆ្អិនផ្សិតហើយចាំបង់សាច់ត្រីហ្នឹងជាមួយហ៊ុនហើយនឹងបកាតាមក្រោយវិញសាច់ត្រីបើយើងឆ្អិនហើយនៅស្អាតល្អអត់បែកចេញពីគ្នាទេពេលដែលបបរពុះឆ្អិនផ្សិតហើយគឺម៉ាក់ខ្ញុំគាត់បង់ប៉ាតេហើយនឹងប្រហិតចៀនបន្ទាប់មកពុះហ្នឹងគឺបង់បកាហើយនឹងហ៊ុនចូលបកាហ្នឹងបង់តាមមួយផ្លេតហ្នឹងឆ្អិនបាត់ហើយហ៊ុនម៉ាក់ខ្ញុំគាត់ដាក់តាំងពីក្បាលវីដេអូឆ្អិនស្រាចហើយអញ្ចឹងបង់ចូលឲ្យកូរឲ្យបានសព្វមកនិយាយពីថាឃើញមកទំនងឆ្ងាញ់ហ្មងណាទឹកចាប់ផ្ដើមពុះព្រិចបង់ខ្ញីចូលបង់ខ្ញីហើយយើងទុកបបរនឹងឲ្យបានពុះឆ្អិនរួចរាល់ជាការស្រាចហើយឡើងទំនងហ្មងពេលពុះអញ្ចេះទៅនិយាយពីថាក្លិនឡើងឈ្ងុយចេញពីខ្ញីផងអីផងខ្ញុំមិនណេះឡើងកោពោះហ្មងពងតែបញ្ចូលសលេងហ្នឹងណាគឺមានមេឃភ្លៀងធ្លាក់មកឡើងមួយមេធំតែឥឡូវរាំងដាច់គ្រាប់ហើយអញ្ចឹងមុននឹងញ៉ាំហ្នឹងគឺខ្ញុំដាក់សណ្តែកបដោបន្តិចហើយដួសបបរដួសអីដាក់មកនិយាយពីថាជាតិដល់កហ្មងខ្ញុំចូលចិត្តខ្លាំងមែនតើអញ្ចឹងបងណាដែលចូលចិត្តញ៉ាំបបរតុកកាអីអាច share វីដេអូនេះឲ្យទុកធ្វើញ៉ាំនៅផ្ទះដែលខ្លួនឯងបានដាក់ចានហើយខ្ញុំបន្ថែមជាខ្ទឹមពងជីនសៀងដាក់ស្ករដាក់ក្រូចឆ្មាអីមកចូលចិត្តហឹរក៏បន្ថែមជ្រក់ម្ទេសឬក៏ម្ទេសហុយអីទៅចេញតែប៉ុណ្្នេះមកយាយមែនសុំ2ចានម្នាក់ឯងដាច់ផឹងហ្មងអរគុណដែលបានចូលទស្សនាជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ